cá ảnh tròn rư nè sọc khla hao tháp cá mây ẩm báo rư gặp cá ẩm tạ ấy nâng chỉ đờm đời xa tay rục chiết mùiប្រភេទនេះគឺគេយកទៅធ្វើជាថ្នាំអាយុវឌ្ឍនៈធ្វើឲ្យយើងមានអាយុវែងអីចឹងជាដើមហើយផ្កាមួយប្រភេទនេះសពថ្ងៃនេះគឺនាងខ្ញុំឃើញមានតែពីរពណ៌ទេពណ៌ខៀវនិងពណ៌សតែប្រសិនបើយើងមើលព្រះត្រៃបិដកគឺមានចំនួន4ពណ៌មានអញ្ចឹនខៀវអញ្ចឹនសអញ្ចឹនផ្កាលឿងអញ្ចឹងផ្កាខ្មៅប៉ុន្តែដោយឡែកពីរពណ៌ទៀតគឺនាងខ្ញុំអត់ដែលបានឃើញទេហើយសពថ្ងៃនេះសូម្បីតែពណ៌សក៏មិនសូវសម្បូរដែរបើពណ៌ខៀវនៅកន្លែងណាក៏មានដែរហើយបើនិយាយពីអត្ថប្រយោជន៍របស់អញ្ចឹងគឺសម្បូរបែបតែម្ដងតែថ្ងៃនេះនាងខ្ញុំសូមលើកយកអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ខាងជំនួយភ្នែកភាគច្រើនគេផឹកតែផ្កាអញ្ចឹងដើម្បីជំនួយភ្នែកគឺយើងផឹកលាយជាមួយនឹងស្លឹកតើយជារៀងរាល់ព្រឹកគឺនាងខ្ញុំតែងតែផឹកផ្កាអញ្ចឹងធ្វើជាតែផឹកជារៀងរាល់ព្រឹកព្រោះដោយសារតែភ្នែករបស់នាងខ្ញុំមួយរយៈនេះមិនសូវជាភ្លឺច្បាស់ប្រហែលទេទើបនាងខ្ញុំផឹកផ្កាអញ្ចឹងដើម្បីជំនួយហើយចំពោះផ្កាអញ្ចឹងខៀវនៅពេលដែលយើងដាក់ដាំទឹកក្តៅហើយឆុងគឺមានពណ៌មួយយ៉ាងបន្ទាប់ពីយើងច្របាច់ក្រូចឆ្មាមួយចំណិតវាប្រែទៅជាពណ៌ស្វាយមួយយ៉ាងទៀតភាគច្រើនគឺនាងខ្ញុំចូលចិត្តផឹកបែបធម្មតាប៉ុន្តែបើសិនជាពុកម៉ែបងប្អូនស្រឡាញ់ស្បែកសសូមកុំបរិភោគផ្កាអញ្ចឹងអីដោយសារតែផ្កាអញ្ចឹងផឹកទៅវាធ្វើឲ្យស្បែករបស់យើងទៅជាធម្មជាតិអ្នកដែលប្រាថ្នាសគឺខកចិត្តហើយតែនាងខ្ញុំជាមនុស្សម្នាក់ដែលស្រឡាញ់ស្បែកធម្មជាតិសំខាន់គឺនាងខ្ញុំស្រឡាញ់សុខភាពដើម្បីសុខភាពល្អគឺនាងខ្ញុំចូលចិត្តបរិភោគតែផ្កាអញ្ចឹងជារៀងរាល់ព្រឹកតែម្ដងហើយផ្កាអញ្ចឹងគឺព្យាបាលបានច្រើនយ៉ាងណាស់នាងខ្ញុំក៏ធ្លាប់បានផុសច្រើនដងដែរអំពីផ្កាអញ្ចឹងប៉ុន្តែបើនិយាយអំពីអត្ថប្រយោជន៍ពេញបរិបូរណ៍គឺនាងខ្ញុំអត់សូវដែលបានចែករំលែកទេថ្ងៃណាមួយប្រសិនបើនាងខ្ញុំមានពេលហើយទូរស័ព្ទរបស់នាងខ្ញុំអាចអត្ថាធិប្បាយបាននាងខ្ញុំនឹងធ្វើជាអត្ថប្រយោជន៍អំពីផ្កាអញ្ចឹងគឺពេញតែម្ដងតែសូមអធិស្ឋានផងមួយរយៈនេះភាគច្រើននាងខ្ញុំបានតែថតផ្ទាល់ផុសភ្លាមអត់អាចអត្ថាធិប្បាយរាយរាប់បានដូចមុនទេដោយសារតែទូរស័ព្ទរបស់នាងខ្ញុំនឹងងាកពេញពុកម៉ែបងប្អូនអើយផុសភ្លាមថតភ្លាមតែម្ដងអត់បានកាត់តអីទេហើយចំពោះវីដេអូនោះគឺមានតែប៉ុណ្្នឹងទេគ្រាន់តែមកបង្ហាញឲ្យពុកម៉ែបងប្អូនបានឃើញអំពីផ្កាអញ្ចឹងខៀវនិងអញ្ចឹងស